សួស្តីបងប្អូនសិស្សនិស្សិតទាំងអស់គ្នាឧទាហរណ៍ថាថ្ងៃនេះបងប្អូនទនេមិនដឹងទៅណាតើយើងគួរតែបន្តនៅក្នុងបន្ទប់ជួលឬក៏បន្ទប់ដេករបស់យើងហើយចុចទូរស័ព្ទដោយមិនធ្វើអីសោះឬក៏យ៉ាងណាថ្ងៃនេះបងសូមណែនាំទីកន្លែងមួយដែលបងប្អូនអាចចំណាយពេលហើយកំណត់ទិសដៅសម្រាប់ថ្ងៃនេះប្រកបដោយផលផ្លែមូលហេតុអីនៅទីនេះបងប្អូននឹងឃើញមានកៅអីជាច្រើនឃើញទេយើងឃើញមានកៅអីអង្គុយបែបលក្ខណៈឈៀលដូចជាកន្លែងខ្ញុំអង្គុយនេះកៅអីបែបញ៉ាំអាហារតុឈើណាតុកៅអីឈើហើយមានរឹងមានកន្លែងបាទកម្រិតមានប៉អីបាទហើយក៏មានបន្ទប់ម៉ាស៊ីនត្រជាក់នៅខាងក្នុងនេះទៀតបាទកន្លែងធំទូលាយបាទនោះគឺ The Bridge បាទនៅសែនសុខបងប្អូនបាទនៅវិថីកាហ្វេបាទកន្លែងហ្នឹងធំជាងគេហើយបន្ទប់ទឹកស្អាតថែមទាំងមានកន្លែងមុជទឹកទៀតអញ្ចឹងបងប្អូនបើសិនជាបងប្អូនទំនេរពីការសិក្សាក្នុងរយៈពេល1ថ្ងៃហើយមិនដឹងទៅណាបាទបើសិនជានៅបន្ទប់បន្តទៀតក៏យើងគិតតែចុចទូរស័ព្ទអស់ភ្លើងអស់ទឹកដែរអញ្ចឹងយើងចំណាយកាហ្វេ1កែវហើយយើងយកទឹកពីផ្ទះមកហើយបើអាចមានអាហារមួយពេលពីផ្ទះដែរមកយើងមកកន្លែងកាហ្វេដើម្បីមកធ្វើកិច្ចការមួយដូចជាអាសាញមិនឬក៏ចង់ជួបមិត្តភ័ក្តិឬក៏ចង់ស្រាវជ្រាវការងារឬក៏ធ្វើ homework អីមួយយើងដាក់គោលដៅថាមកកន្លែងនេះអស់កាហ្វេ1កែវខ្ញុំនឹងបាទសម្រាប់ការងារ2 3នេះចឹងជាដើមបាទចំណុចនេះឯងវាចំណេញបងប្អូនណាវាចំណេញមិននៅពេលដែលយើងនៅបន្ទប់ភាគច្រើនម្នាក់ឯងគឺយើងធ្វើអីដែលលក្ខណៈថាគ្មានណាហាមឃាត់យើងបានហើយពេលវេលាដើរលឿនមែនតើចុះបើសិនជាយើងបន្តនៅទៀតអញ្ចឹងពេលវេលានោះវានឹងបាត់បង់ហើយដេកងាកឆ្វេងងាកស្ដាំចុះឡើងអស់ពេលបាត់អញ្ចឹងបើសិនបើយើងយកមួយថ្ងៃប្រកបដោយធម៌ពលប្រកបដោយសកម្មភាពមកអង្គុយកន្លែងបែបអញ្ចឹងវិញហើយមកធ្វើកិច្ចការវិញជាមួយមិត្តភ័ក្តិឬក៏ជាមួយក្រុមរបស់យើងអីចឹងណាអញ្ចឹងគឺវាចំណេញជាងបាទអញ្ចឹងគឺវាចំណេញជាងបងប្អូនណាបាទអញ្ចឹងថ្ងៃនេះសម្រាប់ខ្ញុំឧទាហរណ៍បាទខ្ញុំចង់មកថតចម្រៀងបាទ 4-5 បទលក្ខណៈ cover លេងនេះខ្ញុំមិនចេះច្រើនទេប៉ុន្តែខណៈពេលដែលខ្ញុំអង្គុយបាទចាំកូនប្រុសរបស់ខ្ញុំចេញពីរៀនអញ្ចឹងខ្ញុំធ្វើកិច្ចការនេះហើយខ្ញុំអាចជាលក្ខណៈអានសៀវភៅហើយបើខ្ញុំអស់កម្លាំងខ្ញុំអាចដេកបាទខ្ញុំឈឺពោះខ្ញុំអាចចូលទប់ទឹកហើយចង់ងូតទឹកក៏បានទៀតអញ្ចឹងខ្ញុំច្រកបាយមកពេលមកអញ្ចឹងសូមលើកទឹកចិត្តដល់បងប្អូនដែលទំនេរបាទពីការងារទំនេរមិនដឹងធ្វើអីបើគុំនៅក្នុងបន្ទប់សូមចេញពីបន្ទប់ដើម្បីធ្វើកិច្ចការអីមួយប្រកបដោយផលផ្លែជាមួយនឹងខ្ញុំអូខេបងប្អូនសិស្សនិស្សិតបាទធ្វើកិច្ចការមួយជាមួយគ្នាឬក៏2 3ជាមួយគ្នានៅក្នុងថ្ងៃនេះកុំចំណាយពេលអត់ប្រយោជន៍